ពេលបងប្អូនមកដល់ខេត្តសៀមរាបបើបងប្អូនដើរលេងកន្លែងប្រាសាទហើយត្រឡប់ទៅវិញនោះមានន័យថាបងប្អូនអាចនឹងខកខានកន្លែងល្បីមួយទៀតដែលភ្ញៀវទេសចរ10នាក់មកដល់កន្លែងនេះហើយស្ទើរតែមិនដែលរំលងអញ្ចឹងណាពុកម៉ែបងប្អូនបាទកន្លែងនោះគឺភូមិព្រះដាក់ដែលជាភូមិល្បីល្បាញខាងម្ហូបអាហារខ្មែររសជាតិដើមពិតញ៉ាំម្ដងហើយចង់ញ៉ាំម្ដងទៀតថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យស្គាល់ភូមិដ៏មានមុនស្នេហ៍មួយនេះទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអន្តរជាតិទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះខ្ញុំបាទកំពុងស្ថិតនៅក្នុងក្រុងសៀមរាបហើយថ្ងៃនេះក៏ធ្វើដំណើរទៅខាងភូមិព្រះដាក់ដែលជាគោលដៅទេសចរដ៏ពេញនិយមមួយនៅខាងខេត្តសៀមរាបផងដែរអញ្ចឹងពុកម៉ែបងប្អូនបាទជាធម្មតានៅពេលនិយាយដល់ខេត្តសៀមរាបមនុស្សភាគច្រើនតែងតែនឹកឃើញអង្គរវត្តនិងប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនប៉ុន្តែបន្ទាប់ពីដើរទស្សនាប្រាសាទអស់មួយថ្ងៃហើយណាមានកន្លែងមួយដែលភ្ញៀវទេសចរជាច្រើនតែងតែបន្តដំណើរទៅលេងនោះគឺភូមិព្រះដាក់ហើយទិដ្ឋភាពភូមិដោយបងប្អូនបានឃើញអញ្ចឹងបាទអ្នកភូមិនេះគឺលក់ពេញទាំងសងខាងផ្លូវតែម្ដងបងប្អូនបាទខាងឆ្វេងដៃស្ដាំដៃសុទ្ធតែអ្នកលក់សុទ្ធបាទអ្នកប្រដាក់គឺប្រកែរស់ស៊ីខ្លាំងមែនទែនភូមិតូចមួយនេះណាបានខ្លាចជាកន្លែងទេសចរដែលអាចធ្វើឲ្យអ្នកធ្វើដំណើរមកសៀមរាបមិនអាចរំលងបានទេហេតុអ្វីចម្លើយគឺសាមញ្ញទេពុកម៉ែបងប្អូនបាទព្រោះទីនេះជាស្ថានសួគ៌របស់អ្នកចូលចិត្តម្ហូបអាហារបែបខ្មែរគ្រាន់តែធ្វើដំណើរចូលមកដល់ក្នុងភូមិភ្លាមណាបងប្អូននឹងឃើញរូបតូចតាមសងខាងផ្លូវជាច្រើនតម្រៀបជួរគ្នាយ៉ាងស្អាតតែម្ដងហើយក្លិនសាច់អាំងឈ្ងុយហុយមកតាមខ្យល់ណាធ្វើឲ្យពោះចាប់ផ្ដើមរអ៊ូភ្លាមទីនេះណាពុកម៉ែបងប្អូនមានម្ហូបល្បីជាច្រើនមុខផងដែរបងប្អូនទីទៀតយើងទៅដល់ហើយយើងនឹងណែនាំបងប្អូនឲ្យស្គាល់រសជាតិម្ហូបខ្មែរដែលមិនអាចបំភ្លេចបានទេគេល្បីខ្លាំងមែនទែនតែម្ដងពុកម៉ែបងប្អូនបាទហើយឥឡូវយើងធ្វើដំណើរជិតដល់ហើយបងប្អូននេះគឺទិដ្ឋភាពនៅខាងភូមិបដាក់នេះគឺស្អាតខ្លាំងមែនទែនអ្នកលក់នេះនិយាយពីថាច្រើនខ្លាំងមែនទែនណាពុកម៉ែបងប្អូនបាទអូ my god នេះគឺអេមស្នេហ៍មែនទែនបងប្អូនធានាថាបើបងប្អូនបានទៅម្ដងហើយនឹងពេញចិត្តតែម្ដងខ្ញុំមិនខកទេពុកម៉ែបងប្អូនបាទហើយទិដ្ឋភាពតាមដងផ្លូវអាខេត្ត Green Station នេះបងប្អូនអូយស្អាតខ្លាំងមែនទែនហ្មងបាទគឺស្អាតមែនទែនតែម្ដងពុកម៉ែបងប្អូនបាទអ្នកលក់ច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនបាទតែសារថ្ងៃនេះជាថ្ងៃច័ន្ទហើយអត់ទាន់សូមមានមនុស្សមកទេខ្ញុំរៀងស្រោតទៅពុកម៉ែបងប្អូនដើម្បីបានទៅភ្លក់រសជាតិជ្រូកអាំងដ៏ឆ្ងាញ់ផងហើយនឹងបានថតវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនជនរួមជាតិនិងអន្តរជាតិផងអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនពេញចិត្តការចែកចម្លែកនៅវីដេអូបែបការធ្វើម្ហូបបែបបង្ហាញពីម្ហូបអាហារបែប local food ផ្សេងបងប្អូនកុំភ្លេចចុច comment ចុច like ចុច share ខាងក្រោមវីដេអូម្នាក់មួយផងក៏ដូចជាចុច subscribe channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពី admin បុនគេផងដែរអញ្ចឹងណាបាទហើយសូមអរគុណបងប្អូនដែលតែងតែគាំទ្រនៅ channel ខ្ញុំបាទតាំងពីដើមរហូតមកដល់បច្ចុប្បន្នអញ្ចឹងទៅបងប្អូនបាទសូមអរគុណខ្លាំងមែនទែនហើយទៀតយើងទៅដល់កន្លែងញ៉ាំអីហើយបងប្អូនបាទទីនោះគឺយរមមកជួរនេះជ្រូកអាំងកន្លែងណាក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនបាទគឺឆ្ងាញ់គ្រប់កន្លែងទាំងអស់តែម្ដងក៏ប៉ុន្តែខ្ញុំសូមរីកមិនកន្លែងមួយដែលឆ្ងាញ់ហើយម្ហូបមានច្រើនហ្នឹងកន្លែងក៏ស្អាតធំទូលាយល្អទីនោះគឺរាយុទ្ធជ្រូកអាំងទីទៀតយើងទៅដល់ហើយយើងចង់ដឹងថារាយុទ្ធជ្រូកអាំងមានអ្វីពិសេសបងប្អូនចាំបន្តិចទៀតដល់ជាមួយខ្ញុំទាំងអស់គ្នាបាទឡើយយើងចូលមកដល់ហើយពុកម៉ែបងប្អូនបាទគឺយើងឃើញមានប្រហុកលើជ្រុញបងប្អូនអេមខ្លាំងមែនទែនបាទប្រហុកជ្រុញនេះអូឈ្ងុយខ្លាំងបងប្អូនបាទនិយាយពីថាក្លិនគឺអេមស្នេហ៍តែម្ដងពុកម៉ែបងប្អូនបាទនៅទីនេះមានលក់ច្រើនមុខមែនទែនមកជ្រូកអាំងមាន់អាំងត្រីអាំងមុខម្ហូបទាំងអស់នេះសុទ្ធតែអាំងថ្មីនៅពីលើភ្លើងក្តៅតែម្ដងពុកម៉ែបងប្អូនបាទមើលទៅគឺពណ៌មាសរលោងគួរឲ្យចង់សាកខ្លាំងមែនទែនបងប្អូនហើយបាទអេមមែនទែនតែម្ដងពុកម៉ែបងប្អូនបាទហូបជ្រុញគេអាំងហើយគេដាក់ជ្រុញកត់ពីលើដើម្បីឲ្យវាតប៉ែតឲ្យវាឆ្អាប់ឆ្អិននេះគេអាសាប្រែវាមែនទែនអាសាប្រែវាដើម្បីបានឆ្អិនណាហើយឥឡូវយើងមើលទិដ្ឋភាពក្នុងហាងមិនយើងនៅខាងក្រោយឥឡូវយើងទៅមើលកន្លែងពិសេសទាំងអស់គ្នាបាទនេះឥឡូវមកឃើញមានលក់ដូងលក់អីទាំងផងបែបហាងនេះបាទហាងគេរៀបចំបែបស្អាតខ្លាំងមែនទែនផងបាទសាមញ្ញប៉ុន្តែភ្ញៀវវិញគឺណែនតែម្ដងទៅចិត្តភ្ញៀវណែនបងប្អូនដោយសារខ្ញុំរត់ទៅពេកអត់ទាន់សូវមានភ្ញៀវទេតែមកបដាមកនេះគឺកន្លែងគេរៀបចំមុនបាទស្អាតខ្លាំងមែនទែននៅទៅទឹកចលក់ផ្អែមគឺមានសពបែបយ៉ាងតែម្ដងបងប្អូនអូ my god
ហើយនេះគឺបន្លែគេរៀបចំដាក់ចានហើយបាទមានដើមចេកមានទៅសក់មានការ៉ុតមានអូតដៃគួរមានអីគឺតំណងខ្លាំងមែនតើបងបាទដល់យើងកំណោយយូរជាងចូលទៅដល់មើលទូអាចបើយើងបងមានទាំងគ្រឿងក្នុងមានទាំងអីបងអូអេមខ្លាំងមែនតើOh my god បងប្អូនហើយបាទអូតំណងខ្លាំងមែនតើបងប្អូនបាទណែបងប្អូនណាជ្រូកអាំងនៅទីនេះណាមានរសជាតិឈ្ងុយឆ្ងាញ់សាច់ទន់មិនធ្ងន់ពេកទេញ៉ាំជាមួយនឹងជក់និងទឹកជ្រលក់ពិសេសណាគឺថាជាប់ចិត្តតែម្ដងចំណែកតែមាន់អាំងនៅទីវិញគឺមានច្រើនមានតំណងមានត្រីដែកអាំងមានអីបងប្អូនបាទអូអេមស្នៃខ្លាំងមែនតើបងប្អូនបាទហើយសាច់ទន់ផ្អែមធម្មជាតិអាំងបានល្អឥតខ្ចោះតែម្ដងរីឯត្រីអាំងវិញដូចបងប្អូនបានឃើញអញ្ចឹងបាទមិនធម្មតាទេអ្នកណាក៏ចូលចិត្តរសជាតិបែបខ្មែរគឺប្រកាសជាពេញចិត្តតែម្ដងបាទនិយាយពីម្ហូបខ្មែរនៅនេះល្បីខ្លាំងបំផុតគឺភូមិបដៈនេះឯងបងប្អូនបាទនៅមានស្អីសពបែបយ៉ាងហើយមាននំបញ្ចុកមានអីភ្ញៀវទេសចរជាច្រើនមកដល់ទីនេះហើយគឺមិនភ្លេចកំងនំបញ្ចុកមួយចានពីមុនទេអូ my god បងប្អូនបាទនេះអូមកគ្រឿងក្នុងបងប្អូននេះអូ my god លយមែនអូយបងប្អូនគាត់ទៅឃើញលើទឹកវត្តតែម្ដងបងប្អូនតើយើងទៅមើលសកម្មភាពអ្នកលក់ដូរជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទបងរយុទ្ធបងប្រធាននេះតំណងនេះបងឈប់អីទៀតបងហ្នឹងមានហៅ3ខាងតែគាត់នៅមួយអីផ្សេងពោះហើយទៅដាក់អីក៏បានខ្ញុំថតវីដេអូនេះបងយកក្រោយមុនណាបងបាទចាំតាមក្រោយ
mưa hờ ai con chưa xanh không mà cách ở tránh nhưng tránh ngoài này có bom shop man ôn nhà ta chấp bay thì bom ở đây viên áp bay bay sau đó miếng bay bay bom chẳng có những con ra Nó chán nữa. Không. Ai pua anh muốn. Khơi. Mình đuổi lấy tuần mọt đó. Chết đấy. Bên trên là con này. Một cái bát triệt nó Con xa thuốc ô ba này nè đặt nó bây giờ lại sợi dài ở Việt Nam môn luôn ôi cái mong hộp dùng xe cho pรับtươi ông nó không tươi quan cùng ấu